cho thì chạy xuống là hay mơ bóng bóng mơ thì biết là cao nhau mày ôi kinh tế tôi ra bên tên đôi nhóm họ lang lơ bọc bốc màu than và ăn vậy ô ra bên tên សួស្តីបងប្អូនពុកម៉ែទាំងអស់គ្នាវិលត្រឡប់ជាមួយខ្ញុំបាទទៀតហើយនៅក្នុងវីដេអូថ្មីថ្ងៃនេះគឺខ្ញុំបានក្រោកម៉ោង 6 ព្រឹកពេលព្រឹកព្រលឹមគឺខ្ញុំបានមកហាត់ប្រាណហើយពេលព្រឹកនេះគឺជាល្អមែនទែនសម្រាប់សុខភាពហើយទីតាំងកន្លែងហាត់ប្រាណមួយកន្លែងនេះគឺស្អាតមែនទែនខ្ញុំរីកខមមិនឲ្យបងប្អូនអាចមកហាត់ប្រាណបានដែលយើងធ្វើដំណើរថ្មើរជើងឬក៏យើងអាចជិះម៉ូតូលេងបានយើងឡើងទៅលើហើយទីនេះគេហៅថាភ្នំស្វាយ ព្រំស្វាយនេះគឺមានបងប្អូនពងម៉ែមកហាត់ប្រាណច្រើនមែនទែនហើយខ្ញុំឃើញថាទេសភាពស្អាតដោយបងប្អូនបានឃើញនេះខាងក្រោយរបស់ខ្ញុំគឺយើងមានផ្លូវអាចឡើងមកលើហើយយើងឡើងទៅលើខាងលើនោះគឺមានទេសភាពយើងអាចមើលពីលើកំពូលភ្នំដ៏ខ្ពស់ទៅមើលនឹងផ្ទះទូចបងប្អូនពងម៉ែប្រជាជនយើងដែលគាត់រស់នៅខាងក្រោមគឺខ្ញុំប្រៀបបានដូចជាឋានសួគ៌មួយដែលស្រស់ស្អាតមែនទែនហើយកន្លែងនេះ គឺល្ងាចឡើងមកខ្ទង់ម៉ោង 5 គឺមានបងប្អូនពងម៉ែគាត់មកហាត់ប្រាណច្រើនមែនទែនអូខេហើយអ្នកនរគ្នាខ្ញុំធ្វើដំណើរទៅខាងលើហើយទៅមើលទេសភាពស្អាតទាំងអស់គ្នានេះបងប្អូនបានឃើញនេះគឺមានព្រៃព្រឹក្សាហើយមានសត្វស្អាតមែនទែនសត្វទូចតែនៅតាមដងព្រៃនៅខាងលើភ្នំនេះគឺខ្ញុំបានថតឃើញសត្វមួយដ៏ចម្លែកមែនទែនហើយខ្ញុំមិនស្គាល់ទេតើជាសត្វអ្វីបងប្អូនពងម៉ែដែលស្គាល់អាចខមមិននៅក្នុងវីដេអូបាន ដោយសារតែខ្ញុំឃើញសត្វប្លែកគេហៅថាភីវៈរស់ចម្រុះច្រើនមែនទែននៅឯភ្នំស្វាយនេះអូខេទៅមកខាងមុខជាមួយខ្ញុំទាំងអស់គ្នា ឥឡូវនេះខ្ញុំធ្វើដំណើរបានមកដល់កំពូលភ្នំដ៏ខ្ពស់មែនទែននៅគេហៅថាភ្នំស្វាយកំពូលភ្នំស្វាយហើយមានអារម្មណ៍ថាទាំងហក់ដោយសារតែនិយាយរួមទៅបងប្អូនមកហាត់ប្រាណនៅនេះត្រឹមតែ3ជុំគឺគ្រប់គ្រាន់ហ្មងគឺល្មមបែកញើសមកស្រួលខ្លួនឥឡូវនេះខ្ញុំធ្វើដំណើរកាត់កន្លែងមួយដែលឃើញមានជាដើរនេះកម្មជាដើរវែងមែនទែននេះគឺយើងចោះទៅរក កន្លែងមួយទៀតនៅខាងក្រោមឬគេថានៅកន្លែងខាងឆ្វេងបាត់ខាងឆ្វេងនេះគឺមានទេសភាពស្អាតយើងចុះទៅក្រោមខាងឆ្វេងក៏បានខាងស្ដាំក៏បានដែរចឹងធ្វើដំណើរទៅទាំងអស់គ្នាអូនេះមានសត្វស្អាតច្រើននេះសត្វល្អិតទូច
វារួមទៅភីវៈចម្រោះនៅលើភពផែនដីយើងគឺមានផ្លែកដែលយើងមិនអាចស្មានដឹងបើយើងចង់រកភីវៈដែលចម្រោះដែលស្អាតដែលចម្លែកគឺរកទៅតាមព្រៃភ្នំគឺអត់ខ្វះហ្នឹងបងប្អូនមើលស្អាតសម្រាប់ដូចថាអូផ្ទះនេះផ្ទះទុកចោលក៏ប្រហែលជាវត្តប៉ុន្តែគេធ្វើទុកចោលបងប្អូនមើលតែមើលទៅគួរខ្លាចដែរអញ្ចឹងបងប្អូនមកហាត់ប្រាណយើងមើលម៉ោងទៅតែរៀងយប់អីមិនបាច់នៅយប់ពេកទេអូស្អាតជាមែនណាសម្រាប់ខ្ញុំអ្នកចូលចិត្តដើរព្រៃគឺត្រូវហ្មងបងប្អូនដែលស្រឡាញ់ចូលចិត្តដើរព្រៃមកទីនេះក៏ខុសយើងដាក់តង់បោះលេងឬក៏ចងរឹងគេងលេងម្យ៉ាងនេះទៅផ្លូវឆ្ងាយបងប្អូនល្មម5ចុំ6ចុំបាច់ញើសទៅផ្ទះគេលក់ស្រួលហើយបរិភោគអាហារស្រួលហ្មងទទួលស្គាល់ការរកលុយចិញ្ចឹមជីវិតសប្តាហ៍ថ្ងៃគឺសំខាន់លុយគឺសំខាន់សម្រាប់មនុស្សយើងម្នាក់ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺសុខភាពបងប្អូនពុកម៉ែហើយខ្ញុំក៏មិនមែនជាអ្នកដែលមានសុខភាពល្អប្រហែលដែរប៉ុន្តែខ្ញុំព្យាយាមទៅតាមដុកទ័រពេទ្យដែលគាត់តែងតែប្រាប់ថាយើងគួរចំណាយពេលហាត់ប្រាណខ្លះក្នុងមួយថ្ងៃយើងដើររយៈពេល30នាទីទៅបើយើងអាចធ្វើបានក៏1ម៉ោង2ម៉ោងណាសម្រាប់ខ្ញុំចូលចិត្តដើរលើភ្នំគឺដោយសារតែលើភ្នំមានទេសភាពស្អាតបងប្អូនឃើញអត់សម្រាប់អ្នកដែលចូលចិត្តដើរលើភ្នំដូចខ្ញុំបានគាត់ស្រឡាញ់កន្លែងនេះតែបើបងប្អូនដែលគាត់មិនសូវចូលចិត្តដើរព្រៃខ្ញុំមានអារម្មណ៍ថាគាត់ស្មុគស្មាញបន្តិចអូកន្លែងនេះឃើញមានមកប្រឡោះនេះអូជាប់ដើមឈើអូអាយ៉ាតាក់ដើមឈើបងប្អូនអាយ៉ាចង់យកខ្ញុំតាណានេះបងប្អូននេះខ្ញុំឃើញមានមកប្រឡោះចាំមើលខ្ញុំដើរទៅប្រឡោះហ្នឹងលើគេថានៅម្ដុំនេះគឺទេសភាពស្អាតអញ្ចឹងខ្ញុំព្យាយាមរុករកកន្លែងស្អាតឲ្យបងប្អូនបានមើលអូប្លុកមួយនេះគឺរៀងពិបាកតិចហើយដោយសារតែដើររុកចូលព្រៃមកអូព្រៃស្ដុកនេះអូនោះវ៉ាវបងប្អូនមកនៅខាងក្រោយរបស់ខ្ញុំហ៎ឃើញផ្ទះទុយបងប្អូនឃើញផ្ទះទុយជាមួយខ្ញុំថតឲ្យមើលអូស្អាតមែនតែដូចជាអត់មានកន្លែងយើងចោះទៅទៀតទេនេះហើយខ្ញុំមកកន្លែងខុសអូនេះមានថ្មមួយអូខេបងប្អូនខ្ញុំនឹងថតឲ្យបងប្អូនបានមើលនៅទេសភាពលើភ្នំនេះជាក់ស្រួលហើយមើលបងប្អូនមើលទេសភាពនៅខាងក្រោយខ្ញុំហ៎អូយឃើញផ្ទះទុយស្អាតមែនទែនដូចខ្ញុំហោះឡើងលើពពកមកឋានប្រអិនអញ្ចឹងអូស្អាតមែនទែននិយាយរួមទៅខ្ញុំចូលចិត្តដើរព្រៃបងប្អូនហើយនៅទីនេះស្អាតខ្ញុំរីកមិនឲ្យបងប្អូនមកលេងនៅទីនេះបានច្រើនហើយហាត់ប្រាណទៅគឺសុខភាពរបស់យើងអូខេខ្ញុំធ្វើដំណើរទៅខាងមុខទៀតទៅថតទស្សនវិជ្ជាឲ្យបងប្អូនបានមើលទៀតអូទេសភាពនៅនេះស្អាតមែនទែនមួយកន្លែងទៀតហើយថ្មធំមែនទែននេះยังไงអង្គុយថតលេងបានណាអូហត់មែនទែនវ៉ាវអូស្អាតណាស់ខ្យល់បងប្អូនខ្យល់ស្អាតណាស់អ្នកខ្ញុំអើយមើលពេលយើងឡើងមកលើភ្នំនេះមិនដឹងថាខេត្តខ្ញុំមិនមែនទូចណាធំដែរណាបងប្អូនយើងច្រើនរស់នៅអូខ្យល់បំមកល្វិចបើមានអាហារហូបចុកអីទៅនេះញ៉ាំហើយប៉ុន្តែយើងញ៉ាំគួរជាអនាម័យបើយើងយកអាហារមកញ៉ាំយើងអាចយកចុះទៅក្រោមវិញកុំពង្រាយនៅលើនេះថាធ្វើឲ្យបរិស្ថានកន្លែងnóស្អាតវ៉ាវអូខេណាស់វីដេអូខ្ញុំមានតែប៉ុណ្្នេះទេបាយបាយជួបខ្ញុំនៅវីដេអូក្រោយកុំភ្លេច Subscribe ទៅ YouTube របស់ខ្ញុំម្នាក់មួយផងអូខេបាយបាយ